សម្ដេចបវរធិបតីហ៊ុនម៉ាណែតបានប្រាប់ការពិត3ចំណុចអំពីព្រំដែនកម្ពុជាថៃដល់ប្រធានាធិបតីបារាំងអេម៉ាញូអែលម៉ាក្រុងនៅឯទីក្រុងប៉ារីសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់ការពិត3ចំណុចអំពីបញ្ហាព្រំដែនកម្ពុជាថៃដល់លោកអេម៉ាញូអែលម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅឯទីក្រុងប៉ារីសនេះបើតាមការបញ្ជាក់របស់លោកតាន់ហ្វ្រង់ស្វតនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានទទួលបន្ទុកកិច្ចការបរទេសការបញ្ជាក់បែបនេះរបស់លោកតាំងហ្វ្រង់ស្វធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីអំពីការវិលត្រឡប់មកកម្ពុជាវិញរបស់សម្ដេចធិបតីក្រោយបញ្ចប់ក្នុងកិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារនៅឯទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃ9មេសាឆ្នាំ2026លោកតាន់ហ្វ្រង់ស្វបានបញ្ជាក់ថាក្នុងជំនួបជាមួយលោកអេម៉ាញូអែលម៉ាក្រុងសម្ដេចធិបតីបានលើកឡើងអំពីការពិតអំពីព្រំដែនកម្ពុជាថៃដោយមិនបំភ្លឺឲ្យហួសការពិតហើយមិនបង្រួញឲ្យតូចជាងការពិតទេក្នុងនោះសម្ដេចលើកឡើង3ចំណុចសំខាន់ទី1បើភាពតានតឹងកំពុងបន្តគ្របដណ្ដប់តាមព្រំដែនកម្ពុជាថៃដោយសារកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកចូលក្នុងទឹកដីកម្ពុជាហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះដោយខុសច្បាប់អន្តរជាតិមិនតែប៉ុណ្ណោះកងទ័ពថៃបានកំទេចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជានិងរារាំងដល់ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់មិនឲ្យមានលទ្ធភាពទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញទេទី2ដាច់ខាតកម្ពុជាមិនទទួលឡើយនៅស្ថានភាពបាននៅការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិបានន័យថាទោះបីជាថៃបានឈ្លានពានយកទឹកដីកម្ពុជាមានទាំងក៏ទឹកដីទាំងនោះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជាដដែលទេទី3សម្ដេចធិបតីហ៊ុនម៉ាណែតបានជម្រាបប្រធានាធិបតីបារាំងថាកម្ពុជានៅតែរក្សាជំហរដោះស្រាយចំនួនព្រំដែនជាមួយនឹងថៃដោយសន្តិវិធីផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់និងកិច្ចព្រមព្រៀងដែលថៃនិងកម្ពុជាបានចុះហត្ថលេខាជាមួយគ្នាជម្រាបជូនថាសម្ដេចធិបតីបាននៅរសៀលថ្ងៃទី9ខែមេសាឆ្នាំ2026បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយក្រោយចូលរួមកិច្ចប្រជុំកំពូលស្ដីអំពីសុខភាពតែមួយ One Health Summit និងទស្សនកិច្ចរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី6ដល់ថ្ងៃទី9ខែមេសាឆ្នាំ2026នេះនៅឯប្រទេសបារាំងក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំងសម្ដេចនាយករដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំងលោកអេម៉ាញូអែលម៉ាក្រុងនិងថ្នាក់ដឹកនាំប្រទេសដទៃទៀតដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរបាទនេះគឺជាខ្លឹមសារ3ចំណុចសំខាន់គឺខ្លីហើយងាយទទួលយកបានបាទគឺថាប្រិមិត្តអាចស្ដាប់ទៅគឺងាយយល់តាមដល់3ចំណុចដែលលោកតង់ហ្វ្រង់ស្វតានបានលើកឡើងនៅលក្ខខណ្ឌ3ចំណុចសំខាន់3ចំណុចដែលសម្ដេចធិបតីបានប្រាប់ទៅកាន់ប្រធានាធិបតីបារាំង